ស្លឹកទៀបបារាំងស្លឹកក្រូចសើចនិងស្លឹកគ្រៃថ្នាំព្យាបាលឬដងច្រមុះសម្រាប់ពុកម៉ែបងប្អូនកំពុងមានបញ្ហាការឬដងច្រមុះដកក្លិនម្ដងធំក្លិនដល់គេពុកម៉ែបងប្អូនគ្រាន់តែរកថ្នាំទាំង3មុខនេះយកមកប្រើប្រាស់ត្រឹមតែរយៈពេល2សប្តាហ៍ទេនឹងបានធូរស្បើយហើយរបៀបប្រើប្រាស់ពុកម៉ែបងប្អូនគ្រាន់តែយកស្លឹកទៀបបារាំងស្លឹកគ្រៃនិងស្លឹកក្រូចសើចយកទៅហាលថ្ងៃស្ងួតបន្ទាប់មកយកស្លឹកទៀបបារាំងចំនួន1សន្លឹកស្លឹកក្រូចសើចចំនួន1សន្លឹកស្លឹកគ្រៃយកប្រវែងស្លឹកទៀបបារាំងចំនួន1កំណាត់បន្ទាប់មកបងប្អូនមូបញ្ចូលគ្នាដូចជាបារីអញ្ចឹងរួចហើយបងប្អូនយកទៅហាលថ្ងៃស្ងួតហើយបងប្អូនយកមកជក់មួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងជក់ម្ដងបង្ហុយចូលតាមច្រមុះបងប្អូនព្យាយាមធ្វើបែបនេះឲ្យបានរយៈពេល2សប្តាហ៍នោះឬដងច្រមុះរបស់ពុកម៉ែបងប្អូននឹងចាប់ដើមបានធូរស្បើយម្ដងទៀតហើយសូមអរគុណសូមជម្រាបលា